បានជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំក៏សូមចែករំលែកនៅប្រធានបទថ្មីហើយក៏ជាប្រធានបទមួយដែលខ្ញុំក៏បានជួបហើយក៏ខ្ញុំបានឆ្លងកាត់ដូចគ្នាហើយក៏ខ្ញុំនឹងលើកប្រធានបទមួយដែលនិយាយពីប្រធានបទទាក់ទងនឹងការដែលកុំបាក់ទឹកចិត្តអញ្ចឹងទាក់ទងនឹងការដែលកុំបាក់ទឹកចិត្តហ្នឹងគឺដោយសារតែយើងទាំងអស់គ្នានឹងជួបរឿងរ៉ាវនៅក្នុងជីវិតរបស់យើងទាំងអស់គ្នាហើយក៏យើងបានជួបនឹងមនុស្សដែលអគតិមនុស្សដែលចំណែនឈាននេះមនុស្សដែលសាងបាបកម្មសាងអាក្រក់មួយចំនួនដែលយើងរស់នៅជុំវិញខ្លួនយើងឲ្យយើងមើលមិនឃើញឬក៏យើងអាចថាយើងក៏មិនចង់ជួបមនុស្សទាំងអស់ហ្នឹងប៉ុន្តែវាអាចនឹងក្នុងកលៈទេសៈណាមួយបងប្អូននឹងអាចនឹងជួបមនុស្សទាំងអស់ហ្នឹងដែលអាចមើលមិនឃើញពីរឿងបញ្ហាមួយចំនួនដែលពួកគាត់ដែលសាងរឿងអាក្រក់ឬក៏រឿងបាបកម្មមួយចំនួនក៏យើងមើលអត់ឃើញដែរប៉ុន្តែយើងនៅគោរពគោលការណ៍មួយគឺគោរពទៅលើមនុស្សល្អអ្នកដែលសាងពលល្អហើយយើងក៏ឲ្យតម្លៃទៅលើមនុស្សល្អហើយយើងក៏តែងតែកោតសរសើរទៅលើមនុស្សល្អដែលគាត់បានកើតមកមួយជាតិគាត់បានធ្វើរឿងល្អតាំងពីក្មេងរហូតដល់គាត់ចាស់ទៅរហូតដល់គាត់ស្លាប់ទៅក៏មានដែរអញ្ចឹងទៅខ្ញុំគិតថាអ្នកដែលគាត់បានធ្វើរឿងល្អមានច្រើនណាស់នៅក្នុងប្រទេសយើងហើយអ្នកក៏គាត់បានមានចិត្តធម៌ចិត្តបុណ្យក៏មានច្រើនដែរហើយតែវាអាចចង្ខាអាចនិយាយបានថាអ្នកខ្លះគឺធ្វើរឿងអាក្រក់ដោយសារតែភាពលោភលន់នៅពេលដែលគាត់នៅក្នុងជីវភាពពិបាកដូចគ្នាឬក៏ពិបាកអីដូចយើងអញ្ចឹងទៅវាតែងតែមានការដែលកើតនៅធ្វើរឿងអីមួយដែលអត់ល្អឬអីតែពេលខ្លះគាត់អាចនឹងបកមកគិតនៅពេលដែលគាត់មានបានអញ្ចឹងទៅគាត់ព្យាយាមដើរទៅលើផ្លូវល្អវិញអញ្ចឹងទៅខ្ញុំតែងតែកោតសរសើរលើបុគ្គលដែលល្អគាត់អាចនឹងធ្វើរឿងល្អគាត់អាចកែប្រែហើយក៏គាត់ព្យាយាមជួយទៅកាន់មនុស្សដែលមានជីវភាពខ្វះខាតគាត់នឹងយល់ពីបញ្ហាអ្នកដែលគាត់មានជីវភាពដូចគ្នាក្រលបាដូចគ្នាផងដែរអញ្ចឹងខ្ញុំគិតថានៅពេលដែលបងប្អូនមិនថាខ្ញុំទេនៅពេលដែលយើងជួបនៅបញ្ហាគឺអាចថាចេញពីមនុស្សដែលយើងស្គាល់ឬក៏មនុស្សដែលអត់ពេញចិត្តយើងនៅពេលដែលចូលចិត្តធ្វើរឿងបាបកម្មចំណានឈ្នានីសគឺពេលខ្លះទៅគាត់ថានៅពេលដែលយើងថាយើងនៅរៀនចុះរៀនthìថាយើងរៀនល្អរឿងបកាអញ្ចឹងកាលអ្នកខ្លះក៏មានចិត្តថាអានេះរៀនលើល្អជាងបានលេខល្អជាងអញ្ចឹងវាមានចិត្តចំណែនតែមិនចំណែនទៅលើការដែលធ្វើរឿងអាក្រក់អីប៉ុន្តែបើចំណែនប្រឹងប្រែងរៀនសូត្រអានឹងជារឿងល្អដែលប្រើផ្នែកគំនិតមួយគឺយុទ្ធសាស្ត្រឬក៏ប្រើដោយកម្លាំងដែលយើងប្រឹងរៀនខ្លួនឬក៏តកតងនឹងក្រុមហ៊ុនវិញគឺការដែលប្រកួតប្រជែងដោយសន្តិវិធីឬក៏ប្រកួតប្រជែងដោយប្រើធនធានមនុស្សហ្នឹងគឺជារឿងមួយល្អមិនមែនការដែលសាងបែបកម្មធ្វើអីអាក្រក់ធ្វើអីមួយអត់ល្អទៅលើបុគ្គលិកឬក៏អ្នកដែលធ្វើការគេដោយសារខ្ញុំធ្លាប់ឆ្លងកាត់រឿងទាំងអស់ហ្នឹងដោយសារខ្ញុំបានជួបរឿងទាំងអស់ហ្នឹងហើយឃើញពីក្រុមហ៊ុនប្រកួតប្រជែងទៅអាចថាឥឡូវដូចថាក្រុមហ៊ុនផលិតកម្មឬក៏តែដើរវិស័យអីដូចគ្នាអញ្ចឹងទៅអត់ពេញចិត្តអាហ្នឹងវាទាំងធ្វើស្អីវាហៅនេះហៅនោះបានវាទៅចេះទៅចុះអីចឹងទៅវាហៅរៀងបានគ្រាន់បើអីចឹងទៅចំណែនតែគេហៅបានទៅទៀតអាហ្នឹងវាអាចថាពេលខ្លះវាមើលមិនឃើញណាពេលដែលចិត្តមនុស្សយើងគ្រាន់តែពេលខ្លះយើងរកដោយសាមញ្ញផងយើងតែយើងមិនដឹងថារកអីគ្រាន់តែយើងដើរលើវិស័យដែលយើងដើរហ្នឹងគឺយើងស្រឡាញ់ទេហើយយើងក៏ចង់ជួយទៅមនុស្សដូចគ្នាដែរយើងបានផ្ដល់ការងារគេដែរប៉ុន្តែមិននឹកស្មានថាពេលខ្លះវាអាចនឹងជួបមនុស្សដែលអគតិទាំងអស់ហ្នឹងដែលចំណែនគ្នាអីចឹងទៅបើសិនជាយើងគិតថាបើសិនជាយើងបានកើតមកយើងបានរួមគ្នាបានធ្វើការជាមួយគ្នាដោយភាពរីករាយវាមិនទៅអីទេប៉ុន្តែវាកើតមកវាមានតែការកំណត់ថោកទាបចំណែនចេះចំណែនចុះទៅអីទៀតបើសិនជាមនុស្សដូចតែគ្នាហ្នឹងបើថារកបានយើងជួយទាំងអស់គ្នាហ្នឹងជារឿងមួយដែលសុបាយហើយឬក៏យើងបានមកធ្វើការយើងបានសហការគ្នាអញ្ចឹងទៅយើងបានលុយកាក់ចែកគ្នារស់ទាំងអស់គ្នាទៅព្រោះចង្ការវាមានបញ្ហាជីវភាពរៀងៗខ្លួនហ្នឹងមិនមែនថាអ្នកបានទទួលហ្នឹងអាចបានលុយច្រើនជាងទេប៉ុន្តែអ្នកបានទទួលនោះចង្ការវេទនាជាងអ្នកដែលបានហៅមកការធ្វើការជាមួយគ្នាទៀតចង្ការវាអាចនឹងពិបាកជាងអ្នកដែលគាត់យើងហៅមកធ្វើការឲ្យលុយសុទ្ធទៅទៀតពេលដែលយើងឲ្យលុយគេហ្នឹងគឺមិនពេលខ្លះយើងបានជួយការងារគាត់ហ្នឹងមួយថ្ងៃគាត់បានហូបបានតែប្រហែលពី20ទៅ50រៀលអញ្ចឹងទៅយើងសប្បាយចិត្តនឹងប្រកល់ឲ្យគេតែពេលដែលយើងអ្នកដែលហៅគេវិញពេលខ្លះអត់បានដល់ប៉ុណ្្នឹងទេជួនកាលលុយកាក់ហ្នឹងគឺបាននឹងត្រូវ pay ឲ្យគេថ្លៃអាហារថ្លៃនេះថ្លៃនោះឬក៏ដោះស្រាយនៅបញ្ហាប្រឈមមុខនៅដែលយើងជួបណាជួនកាលយើងត្រូវទិញអីវ៉ាន់ត្រូវទិញឧបករណ៍អីដើម្បីតែជួបនឹងការបញ្ហាដោះស្រាយព្រាមឬក៏យើងជួបនឹងបញ្ហាអីមើលឃើញឬក៏បតវៈហេតុអីមួយដែលវាកើតដោយចែកដនអីចឹងទៅក៏យើងមើលអត់ឃើញអញ្ចឹងទៅយើងខាតបង់សឹងតែលើសលប់ទៅអ្វីដែលយើងហៅបុគ្គលមកធ្វើការនឹងទៅទៀតអញ្ចឹងទៅយើងគិតថាពេលខ្លះយើងវាពិតជាធ្លាប់ទទួលរងនៅការដែលរឿងហ្នឹងវាកើតឡើងហើយយើងចិត្តយើងវាល្អនិយាយទៅយើងវាល្អក្នុងការដែលហៅគេមកធ្វើការដោយចិត្ត
ល្អផងយើងប៉ុន្តែគេមកធ្វើការមួយយើងមិនដឹងថាគេល្អនឹងពិតប្រាកដមួយយើងទេដោយសារតែវាមានផ្នែកកំណត់ខុសគ្នាផ្នែកកំណត់ទៅល្អផ្នែកកំណត់ដែលចំណែនឬក៏ផ្នែកកំណត់ដែលមើលឃើញអីដែលគ្នានេះគ្នាអញ្ចឹងជឿមួយដែលអត់ល្អទេគាត់ចិត្តខ្ញុំតាំងពីខ្ញុំគាត់ថាខ្ញុំបើសិនជាខ្ញុំបានហៅគេធ្វើការខ្ញុំសប្បាយចិត្តអានោះជារឿងមួយដែលខ្ញុំបានធ្វើការកន្លងមកហើយក៏ខ្ញុំបានចែកម្លែកទៅកាន់បងប្អូនតែឬក៏ដែលយើងបានជួបនោះពេលដែលចិត្តល្អយើងល្អពេកហ្នឹងពេលខ្លះយើងត្រង់ពេកយើងចង់ជួយគេអញ្ចឹងទៅការវាអាចនឹងរងទុកនឹងថ្ងៃណាមួយដែលយើងមើលមិនឃើញនៅពេលដែលយើងជួបបញ្ហាពិបាកឬក៏យើងខ្វះខាតឬក៏យើងទទួលទៅប៉ុន្តែយើងខាតបងលុយកាក់ហ្នឹងទៅវាអាចមានអញ្ចឹងទៅចិត្តយើងក៏អាចទៅពេលខ្លះយើងអត់មានអីទាំងខ្លួនទេយើងព្យាយាមដោះស្រាយគេតែយើងហៅគេហើយគឺយើងបានផ្ដល់គេនៅប្រាក់កម្រៃឬអីមួយពេញលេញចឹងទៅយើងគិតថាជាមួយដែលយើងបានជួបហើយយើងក៏អត់ចង់ជួបនៅបញ្ហាទាំងអស់ហ្នឹងហើយក៏មានអ្នកដែលខលខូចឬក្រុមហ៊ុនប្រកបជ័យឬក៏អ្នកដែលបានស្គាល់មួយចំនួនហ្នឹងធ្វើរឿងអបាបកម្មនឹងទៅទៀតអាហ្នឹងដែលយើងរងទុកដោយសារអ្នកដែលខូចមួយចំនួនទេយើងនិយាយថាវាមានមនុស្សល្អដែរក្នុងប្រទេសផងយើងតែវាមានអ្នកខូចហ្នឹងវាចំណែនវាសាងបាបកម្មវាអត់ពេញចិត្តឬក៏អីមួយធ្វើទង្វើអាក្រក់ដែលយើងសឹងតែហួសចិត្តនឹកស្មានមិនដល់ថាវាកាត់នៅទង្វើទាំងអស់ហ្នឹងដោយសារគ្រួសារខ្ញុំបានជួបនៅរឿងរ៉ាវមួយចំនួនដែរបងប្អូនខ្ញុំទទួលរងដោយសារតែក្រុមហ៊ុនវាឬក៏អ្នកដែលចំណែនជានេះឬក៏សាងបាបកម្មហ្នឹងរហូតដល់គ្នាបាត់បង់ជីវិតបងប្អូនអញ្ចឹងទៅខ្ញុំសួរថាតើមនុស្សយើងនៅធ្វើរឿងអាក្រក់ដល់ពេលប៉ុណ្ណាសាងបាបកម្មដល់ពេលណាទៀតឬក៏នៅការដែលធ្វើរឿងបាបកម្មហ្នឹងតើឬក៏ប្រទេសហ្នឹងឬក៏មានមនុស្សទាំងអស់ហ្នឹងវាកើតមកហើយអត់មានច្បាប់មានទម្លាប់អីដើម្បីធ្វើបាបឬក៏ធ្វើអត់មានច្បាប់ទម្លាប់ហ្នឹងដើម្បីព្យាក្រឹតទៅលើអ្នកដែលគាត់ជួបបញ្ហាទាំងអស់ហ្នឹងទេរហូតដល់ពេលគាត់រងទុកអញ្ចឹងទៅយើងអ្នករងគ្រោះដោយសារពុតនឹងរងទុកដោយសារពុតនឹងហើយយើងក៏មិនដឹងថាក្រុមហ៊ុនក៏យើងមិនចង់តែប៉ះពាល់ឬក៏រកស៊ីប្រកបជ័យយើងមិនទៅចង់សាងបាបកម្មទៅលើមនុស្សទាំងអស់ហ្នឹងផងតែវាមិនដឹងមកស្មានថាមានមនុស្សទាំងអស់ហ្នឹងកើតឡើងជាមនុស្សដែរអញ្ចឹងទៅយើងតែងតែនិយាយហើយនិយាយទៅតទៅនឹងការដែលយើងបានជួបរឿងរ៉ាវទាំងអស់ហ្នឹងហើយយើងក៏មើលឃើញពីបញ្ហាទាំងអស់ហ្នឹងដែរអ្នកសាងរឿងអាក្រក់ទាំងអស់ហ្នឹងយើងសឹងតែពេលខ្លះយើងសឹងតែឈៀសបានយើងឈៀសយើងអត់ចង់ទៅជួបយើងអត់ចង់សាងអីទេក៏យើងត្រូវការដោះស្រាយនៅជីវភាពផងយើងត្រូវការដោះស្រាយនៅបញ្ហាម្ដាយពុកយើងក្រីក្រអញ្ចឹងទៅយើងចង់ជួយបងប្អូនជួយអ្នកដែលគាត់មានជីវភាពខ្វះខាតឯខ្លះអញ្ចឹងទៅអានោះជារឿងផងយើងដែលយើងបានធ្វើយើងបានគិតអញ្ចឹងណាប៉ុន្តែវានៅតែជួបនៅតែរងនៅភាពអយុត្តិធម៌ពីមនុស្សទាំងអស់ហ្នឹងអញ្ចឹងទៅខ្ញុំគិតថាពេលខ្លះបងប្អូនក៏មានដែលរឿងដូចថាវាអាចតែអ្នកខ្លះអាចមានរឿងលើខ្ញុំទៅទៀតរឿងអ្នកខ្លះក៏វារឿងប្រហាក់ប្រហែលឬក៏អ្នកខ្លះក៏ជួបរឿងមួយចំនួនដែលវាអាចថារងភាពអយុត្តិធម៌ដូចគ្នាដែរអញ្ចឹងទៅខ្ញុំគិតថាអ្វីដែលយើងមើលឃើញគឺមានអីក្រៅពីច្បាប់ទេសម័យយើងគិតថាឋានៈដឹកនាំក៏ល្អទៅប្រទេសក៏កំពុងតែអភិវឌ្ឍទៅប្រកភាពជឿនលឿនដូចគេដូចឯងចឹងតែប៉ុន្តែយើងព្យាយាមតទៅនឹងច្បាប់ព្យាយាមប្រឹងទៅលើភាពសន្តិសុខពាក្យតទៅនឹងសន្តិសុខឲ្យវាមានសមត្ថភាពទៅលើអ្នកដែលគាត់មានជីវភាពខ្វះខាតក្រីក្រឬក៏ព្យាយាមធ្វើរឿងហ្នឹងវាអាចថាពេលខ្លះវារងទុកដោយសារតែបពុនិយមមិនពេកចឹងទៅយើងអ្នកក្រអ្នកអត់លុយចឹងទៅក៏វាមិនមើលមិនឃើញដែរនៅពេលដែលយើងបានជួបទាំងអស់ហ្នឹងហើយយើងក៏មិនចង់ទៅជួបនៅរឿងបញ្ហាទាំងអស់ហ្នឹងឬក៏មិនចង់ទៅសាងបាបកម្មឬក៏ធ្វើរឿងអាក្រក់អីក៏ណាពេលខ្លះយើងទទួលពីគេចឹងទៅយើងទៅផលិតទៅធ្វើអីមួយទេហើយយើងក៏មិនចង់ដឹងថាក្រុមហ៊ុនប៉ះពាល់ឬក៏ប្រកួតប្រជែងប៉ុណ្ណាផលិតផលឬក៏ក្រុមហ៊ុនអីមួយដែលរកស៊ីហ្នឹងវាប្រកួតប្រជែងខ្លាំងដល់ថ្នាក់ធ្វើអំពើថោកទាបធ្វើអំពើបាបកម្មមួយចំនួនដែលយើងបានមើលឃើញយើងបានជួបចឹងទៅវាពេលខ្លះយើងនិយាយថាពេលខ្លះវាហួសចិត្តតែនៅពេលដែលក្រុមហ៊ុនទាំងអស់ហ្នឹងវាធ្វើរឿងអាក្រក់ធ្វើរឿងបាបកម្មឬក៏ក្រុមហ៊ុនថាបងប្អូនអ្នកនេះនោះចឹងទៅវាអ្នកខ្លះស្គាល់គ្នាទៅទៀតវាអាចថាធ្វើរឿងថោកទាបនឹងទៅកើតចឹងទៅណាអាហ្នឹងយើងអាចនិយាយបានថាដោយសារយើងរងទុក្ខគ្រួសារយើងវាជួបប្រទះរឿងទាំងអស់ហ្នឹងហើយបានយើងមើលឃើញពីបញ្ហាហ្នឹងហើយយើងទទួលរងហ្នឹងវាអាចថាតាំងពីក្មេងរហូតមកដល់ឥឡូវវាសឹងតែវាពេលខ្លះវាឆ្អាតចន់នឹងរឿងដែលពួកនឹងដែលគាត់ធ្វើរឿងបាបកម្មនឹងទាំងអស់ហ្នឹងឡើងហើយក៏មិនដឹងថាមានច្បាប់មានទម្លាប់យ៉ាងណាដើម្បីវាមានអព្យាក្រឹតសម្រាប់អ្នកដែលគាត់ខ្វះខាតអ្នកដែលក្រមិនថាដូចខ្ញុំថាអ្នកដែលគាត់កំពុងតែជួបដូចគ្នាទេអញ្ចឹងខ្ញុំគិតថាវារឿងមួយដែលយើងបានជួបហើយយើងក៏ចង់ឲ្យប្រទេសយើងក៏មានការរីកចម្រើនហើយក៏មានច្បាប់
រឹងវាច្បាប់មានជាក្រិតឬក៏សន្តិសុខឬក៏តកតងនឹងអាចនិយាយទៅថានិយាយទៅតកតងនឹងសុខភាពសម្រាប់អ្នកដែលគាត់មានជីវភាពខ្វះខាតក្រីក្រអញ្ចឹងណាអ្នកក្រីក្រខ្លះក៏គាត់មានទំនួលខុសត្រូវឬក៏អ្នកខ្លះក៏មានចិត្តល្អដែរអញ្ចឹងទៅអ្វីដែលយើងបានជួបហ្នឹងគាត់យើងមានទៀមទាអីច្រើនក្រៅពីការដែលចង់ឲ្យមានភាពអាចថាវាអាចស្មើគ្នាធម្មតាមនុស្សយើងកើតមកលើโลกហ្នឹងគឺសិទ្ធិសេរីភាពវាស្មើគ្នាប៉ុន្តែនៅពេលដែលយើងរស់នៅការសិទ្ធិសេរីភាពវាមានទៅតាមឋានៈតាមទូនទីទៀតពេលទៅការទៅអ្នកខ្លះទៅអាចថាមានអញ្ចឹងទៅគេមានសិទ្ធិធំគេមានលុយអញ្ចឹងទៅគេមានទូនទីធំអញ្ចឹងទៅគេអាចមានសិទ្ធិក្នុងការធ្វើអីមើលធ្វើអីអត់ល្អអញ្ចឹងទៅអ្នកខ្លះក៏មានរឿងអ្នកក៏ធ្វើល្អដែរប៉ុន្តែអ្នកក្រខ្លះក៏យើងគិតថាក៏មានសិទ្ធិដែរប៉ុន្តែសិទ្ធិក៏មិនមែនទៅហ៊ានទៅធ្វើអីអាក្រក់ចំពោះអ្នកណាបានដែរប៉ុន្តែអាហ្នឹងស្ថិតទៅលើអត្តចរិតមនុស្សទៅទៀតវាអាចថាអ្នកក្រខ្លះដើម្បីដូចទៅធ្វើរឿងអាក្រក់ក៏មានដូចគ្នាដែរគាត់ថាវាស្ថិតនៅក្នុងស្ថានភាពឬក៏កលៈទេសៈឬក៏អាចថាស្ថិតទៅលើអត្តចរិតមនុស្សទៅទៀតអញ្ចឹងទៅខ្ញុំក៏មិនអាចនិយាយថាអ្នកណាល្អអ្នកណាអាក្រក់បានតែប្រការអ្នកមានក៏គាត់ល្អតែមានចិត្តធម៌ចិត្តបុណ្យគាត់រហូតគាត់ណែនាំកូនចៅគាត់រហូតពីក្មេងរហូតដល់ចាស់ទៅឬក៏ពេលក្មេងរហូតដល់ពេលយើងស្លាប់ទៅក៏វារឿងមួយដែលល្អឬក៏អ្នកក្រខ្លះក្រដែលមានចិត្តធម៌ចិត្តបុណ្យគាត់រហូតដល់គាត់អាចថាជាភាពក្រីក្ររហូតដល់គាត់មានបានគូសំអញ្ចឹងគាត់ចេះជួយគេដូចគ្នាផងដែរឬក៏អ្នកគាត់ក្រខ្លះគាត់ចេញពីអាការដែលប្រឹងធ្វើរឿងអីអត់ល្អប៉ុន្តែដល់ពេលថ្ងៃក្រោយគាត់រៀងគ្រាន់បើគាត់ដឹងពីអាការដែលធ្វើរឿងល្អហ្នឹងគាត់ចែកម្លែកគេគាត់ចេះជួយគេវិញក៏ជារឿងមួយដែលល្អដែលវាអាចនឹងថាមិនបន្តនៅរឿងអាក្រក់ហ្នឹងតទៅទៀតអញ្ចឹងណាអញ្ចឹងទៅគ្រាន់តែជាការដែលខ្ញុំចែកម្លែកទៅកាន់បងប្អូនអ្នកដែលបានស្ដាប់ទេគ្រាន់តែពេលខ្លះអ្នកដែលបានធ្វើរឿងល្អខ្ញុំតែងតែគោរពខ្ញុំតែងតែឲ្យតម្លៃព្រោះថាមកជីវិតខ្ញុំនេះក៏ខ្ញុំមិនដឹងថាយើងនឹងបានធ្វើរឿងល្អប៉ុណ្ណាដែរព្រោះជីវិតយើងក៏វាមិនទៀងអាចងាប់ថ្ងៃស្អែកងាប់ថ្ងៃនេះឬក៏ទៅថ្ងៃក្រោយក៏វាមើលមិនឃើញដែរដោយសារតែយើងទាំងអស់គ្នាវាអាចនិយាយបានថាជីវិតវាមិនថិតថេរអញ្ចឹងណាអញ្ចឹងទៅខ្ញុំការដែលខ្ញុំចែកម្លែកទៅកាន់បងប្អូនទៅលើប្រធានបទនេះគឺយើងអាចនិយាយបានថាដោយសារយើងជួបនៅរឿងយុទ្ធធម៌រឿងពិបាកមែនទែនពេលខ្លះសឹងតែអាចនិយាយថានិយាយមិនចេញហើយជួបនឹងបញ្ហាដូចបងប្អូនខ្ញុំគាត់ជួបនៅបញ្ហាដែលខលខូចអ្នកសាងបាបកម្មហ្នឹងសឹងតែហួសចិត្តនិយាយទៅពេលដែលគាត់ទទួលរងការដែលអាចថាបាត់បង់ជីវិតនៅការដែលមើលមិនឃើញនៅការដែលអ្នកដែលសាងបាបកម្មមួយចំនួនដោយសារតែធ្វើរឿងថោកទាបចឹងណាដោយសារតែចង្ការវាអាចចំណែនឈ្នាគ្នាឬក៏កត្តាមនុស្សដែលធ្វើរឿងបាបកម្មអីចឹងទៅឬក៏ក្រុមហ៊ុនប្រកួតប្រជែងធ្វើរឿងអាក្រក់លើគ្នាចឹងទៅធ្វើឲ្យគាត់នឹងទទួលរងទុក្ខទោសដោយសារតែរឿងទាំងអស់ហ្នឹងវាអាចថាតាមស្ថានភាពផងគាត់អីចឹងទៅហើយទៅខ្ញុំគិតថាខ្ញុំជាអ្នកដែលធ្លាប់ឆ្លងកាត់រឿងត្រឹងហើយខ្ញុំក៏ធ្លាប់បាត់បង់លុយកាក់ទៅទៅនឹងបងប្រុសជាទីស្រឡាញ់ផងដែរហើយក៏មនុស្សដែលយើងជាទីស្រឡាញ់ផងយើងឬក៏មនុស្សដែលល្អដែលយើងធ្លាប់ជួយយើងធ្លាប់នេះក៏យើងមានអារម្មណ៍ថាពេលខ្លះយើងធ្លាប់ទុកចិត្តគេយើងធ្លាប់ជួយគេពេលខ្លះគេបកខំមកយើងវិញក៏វាអាចមានមនុស្សខ្លះក៏ល្អសឹងតែរកពាក្យអ្វីមិនចេញហើយក៏គាត់មានខ្សែបែបគាត់ខ្លះក៏អ្នកដែលល្អសាងបុណ្យសាងអីចឹងទៅហើយអ្នកខ្លះវិញក៏មានក្រុមហ៊ុនដែលគាត់បង្កើតមកក្រុមហ៊ុនដែលល្អដែលមានចិត្តធម៌ចិត្តបុណ្យក្នុងការដែលជួយមនុស្សផ្ដល់ការងារដល់មនុស្សហើយក៏មានអ្នកគាត់ដែលមានទស្សនវិស័យទៅលើវាទៅផ្នែកកំណត់ទៅលើផ្លូវល្អដើរទៅលើផ្លូវល្អរួមកំណត់ទៅលើផ្លូវល្អបានជឿខ្ញុំតែងតែគោរពនៅឲ្យតម្លៃពួកគាត់ហើយអ្នកដែលគាត់កំពុងតែធ្វើរឿងអាក្រក់សាងបាបកម្មហ្នឹងគុំអាងខ្សែបពុឬអាងខ្នងធំអញ្ចឹងទៅនៅបន្តរឿងអាក្រក់ហ្នឹងព្យាយាមដើរទៅលើផ្លូវល្អមកវិញព្យាយាមដើរទៅលើផ្លូវល្អដើម្បីជួយទៅកាន់មនុស្សដែរមិនថាខ្ញុំមិនថាអ្នកដទៃកំពុងតែជួបរឿងទាំងអស់ហ្នឹងក៏ព្យាយាមធ្វើរឿងល្អឲ្យបានច្រើនជាជាងដែលធ្វើរឿងអាក្រក់ហើយខ្ញុំគិតថាមិនដឹងថាជីវិតខ្ញុំមិនដឹងថារូបបានប៉ុណ្ណាទេហើយក៏ខ្ញុំក៏ព្យាយាមនៅចែកម្លែកទៅកាន់បងប្អូននៅការដែលខ្ញុំមានជីវិតខ្ញុំមិនដឹងថាអាចងាប់ថ្ងៃនេះក៏មានងាប់ថ្ងៃស្អែកក៏មានឬគឺក៏ថ្ងៃណាមួយក៏យើងមើលមិនឃើញដែរអញ្ចឹងទៅខ្ញុំព្យាយាមចែកអ្វីដែលល្អហើយក៏ព្យាយាមនៅចែកអ្វីដែលយើងបានជួបបានប្រទេសហើយយើងក៏មិនមែនថាយើងនិយាយទៅវាត្រូវទាំងអស់តែគាត់តែជាការចែក
បើម្លែងនៅបទពិសោធន៍ដែលបានឆ្លងកាត់ហើយក៏យើងបានមើលឃើញនៅទង្វើមនុស្សមួយចំនួនឬក៏អ្នកដែលធ្វើរឿងបាបកម្មមួយចំនួនអញ្ចឹងទៅយើងក៏មានអារម្មណ៍ស្ដាយចំពោះពួកគាត់ហើយក៏យើងគិតថាបើសិនជាពួកគាត់ដើរមកលើផ្លូវល្អងាកមកដើរលើផ្លូវល្អឲ្យបានច្រើនក៏យើងនៅតែសប្បាយចិត្តហើយក៏ជូនពរពួកគាត់ទាំងអស់ហ្នឹងឲ្យដើរទៅមកងាកមកចាប់ផ្លូវល្អដើរលើផ្លូវល្អហ្នឹងឲ្យបានច្រើនហើយក៏ជួបនិយាយថាកន្លែងដែលយើងរស់នៅប្រទេសដែលយើងរស់នៅគឺមានធនធានល្អមានការអប់រំឬក៏នឹងការដែលឪពុកម្ដាយជួយដាស់តឿននៅការដែលឲ្យពួកគាត់ហ្នឹងដើរផុតពីអាភាពដែលពិបាកឬក៏អាភាពដែលជួបមនុស្សអត់ល្អហ្នឹងណាព្រោះខ្ញុំបានជួបអញ្ចឹងទៅខ្ញុំគិតថាខ្ញុំក៏ចង់បានអ្វីដែលវាជួបតែមនុស្សល្អសាងតែអំពើល្អចេះចែករំលែកគ្នាចេះជួយគ្នាឬក៏ផ្ដល់សេចក្ដីស្រឡាញ់គ្នាបានច្រើនផងដែរអញ្ចឹងទៅក៏ប្រធានបទមួយនេះក៏ខ្ញុំបានណែនាំបងប្អូននៅពេលដែលជួបយើងកុំបាក់ទឹកចិត្តយើងកុំអស់សង្ឃឹមយើងព្យាយាមបន្តដំណើរជីវិតយើងទោះថាវារឿងពិបាកវានៅហត់ទោះវាមានរឿងរ៉ាវនៅខាងមុខវាយ៉ាងណាក្ដីក៏ដោយក៏បងប្អូនកុំបាក់ទឹកចិត្តកុំអស់សង្ឃឹមហើយយើងនឹងបន្តដំណើរជីវិតជាមួយគ្នាដោយការដែលព្យាយាមអត់ធ្មត់និងបន្តដំណើរជីវិតដោយការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាផងដែរអរគុណទៅនឹងការដែលស្ដាប់ប្រធានបទពេលនេះយើងនឹងបន្តនៅប្រធានបទក្រោយៗទៀតផងដែរ